បានជម្រាបសួរលោកគ្រូអ្នកគ្រូថ្ងៃនេះខ្ញុំនឹងមកបង្ហាញអំពីរបៀបនាំសិស្សចូលទៅក្នុងថ្នាក់រៀនមួយម្ដងទាំងអស់តែម្ដងឬក៏បរិមាណសិស្សច្រើនជាង1នាក់បាទជាដំបូងលោកគ្រូអ្នកគ្រូចូលទៅកាន់គណនីគណៈគ្រប់គ្រងសាលារៀនឬមួយក៏គណនីជាដំបូងលោកគ្រូអ្នកគ្រូចូលទៅកាន់គណនីរបស់គណៈគ្រប់គ្រងសាលាដែលគាត់មាន function បាទចំនួន4ទី1គឺទូទៅរដ្ឋបាលការកំណត់ប្រព័ន្ធនិងរបាយការណ៍ចំពោះគណនីគ្រូគឺมันអាចនាំសិស្សចូលម្ដងទាំងអស់បានទេបាទហើយលោកគ្រូអ្នកគ្រូជ្រើសរើសទៅផ្នែករដ្ឋបាលមកបាទតបមកលោកគ្រូអ្នកគ្រូចុចកន្លែងកូនព្រួញកន្លែងបាទពាក្យសិស្សនេះបាទតបមកលោកគ្រូអ្នកគ្រូមានពាក្យមួយគឺនាំចូលសិស្សបាទចុចកន្លែងមុខងារមួយនឹងមកបាទបន្ទាប់មកលោកគ្រូអ្នកគ្រូនឹងឃើញផ្ទាំងបែបនេះហើយមានផ្នែកខាងលើនេះគេដាក់ General File អញ្ចឹងដើម្បីនាំចូលសិស្សលោកគ្រូចុចកន្លែង General File ហ្នឹងបន្ទាប់មកលោកគ្រូអ្នកគ្រូអាចនឹងដើម្បីធ្វើជំហាននេះលោកគ្រូអ្នកគ្រូត្រូវការរៀបចំ file ជាមុនសិនបាទដោយទៅតាមជំរឿនលោកគ្រូអ្នកគ្រូតើចង់នាំសិស្សចូលប្រមាណអ្នកអញ្ចឹងលោកគ្រូអ្នកគ្រូអាចធ្វើការតេស្តចំនួនសិស្ស2នាក់ឬក៏3នាក់ឬក៏10នាក់ដើម្បីអាចនាំចូលបានចាំលោកគ្រូអ្នកគ្រូនាំចូលម្ដងមួយថ្នាក់ក៏បានដែរអញ្ចឹងជំហានបន្ទាប់ខ្ញុំនឹងទៅរៀបចំ file បាទដែលយើង download file នេះមកពី Telegram របស់ប្រព័ន្ធ Wiki School បាទអញ្ចឹងយើងអាចចុចលើនឹងបាទ2ដងមកបាទបន្ទាប់មកលោកគ្រូអ្នកគ្រូបាទរីកវាធំតិចមកហើយចុចពាក្យ enable editing នេះមកបាទអញ្ចឹងលោកគ្រូអ្នកគ្រូឃើញបាទតម្រង file របស់យើងហ្នឹងគឺមានបាទរូបរាងបែបហ្នឹងអញ្ចឹងជំហានដំបូងលោកគ្រូអ្នកគ្រូត្រូវការបញ្ចូលឈ្មោះសិស្សកន្លែងនាមតកូលនិងនាមខ្លួនឥឡូវខ្ញុំបង្កើតឈ្មោះសិស្សសាកល្បងខ្ញុំដាក់តាសាបាទនេះយើងដាក់ឈ្មោះសាកល្បងណាហើយពេលដែលលោកគ្រូអ្នកគ្រូនាំចូលហើយយើងអាច edit ឈ្មោះដែលយើងដាក់ខុសហ្នឹងទៅជាត្រូវវិញបានអញ្ចឹង copy នេះខ្ញុំដាក់ Ctrl V អញ្ចឹងកន្លែង last name និង first name លោកគ្រូអ្នកគ្រូបើដឹងឬក៏អាចសរសេរជាភាសាអង់គ្លេសបានក៏សរសេរទៅតែបើអត់ទេលោកគ្រូអ្នកគ្រូអាច copy ឈ្មោះខ្មែរដែលលោកគ្រូអ្នកគ្រូសេអស់ហ្នឹងយកមកបិទភ្ជាប់កន្លែងអង់គ្លេសនេះទៅតែមកកន្លែង page នេះលោកគ្រូអ្នកគ្រូបាទវាយឈ្មោះវាយ page ឲ្យបានពេញលេញទៅដាក់ស្រីឬក៏ប្រុសហើយបន្ទាប់មកលោកគ្រូអ្នកគ្រូបាទវាយបញ្ចូលបាទថ្ងៃខែឆ្នាំកំណើតអញ្ចឹងឧទាហរណ៍លោកគ្រូអ្នកគ្រូវាយ17សញ្ញាដក1មកខែ9ឆ្នាំ2020ហើយនេះគឺថ្នាក់រៀនកន្លែងថ្នាក់នេះលោកគ្រូអ្នកគ្រូត្រូវការ copy ចេញពីប្រព័ន្ធ Wiki School របស់យើង copy ហ្នឹងគឺលោកគ្រូទៅកន្លែងណាទៅអញ្ចឹងលោកគ្រូអ្នកគ្រូត្រូវបដូរមុខងារកន្លែងបាទទាំង4នេះគឺលោកគ្រូអ្នកគ្រូជ្រើសកន្លែងការកំណត់ប្រព័ន្ធហើយលោកគ្រូអ្នកគ្រូជ្រើសពាក្យថ្នាក់បាទមុននឹងនាំសិស្សចូលតើលោកគ្រូអ្នកគ្រូមានថ្នាក់សម្រាប់ឲ្យសិស្សចូលសិនណាឥឡូវខ្ញុំបង្កើតកម្រិតថ្នាក់ចំនួន2ថ្មីគឺមត្តេយ្យហើយនឹងមត្តេយ្យខ្ពស់និងមត្តេយ្យមធ្យមអញ្ចឹងលោកគ្រូអ្នកគ្រូ copy តើសិស្សដែលលោកគ្រូរៀបចំ file មកហ្នឹងចង់ឲ្យគាត់ទៅថ្នាក់ណាអញ្ចឹងចំពោះខ្ញុំគឺខ្ញុំចង់ឲ្យគាត់ទៅថ្នាក់មត្តេយ្យអញ្ចឹងយើង select ឲ្យ copy មកបាទតើមកលោកគ្រូអ្នកគ្រូចូល file ដែលរៀបចំមិញមកចុច mouse ស្ដាំហើយចុចពាក្យ paste នេះមកបាទចុចនិមិត្តសញ្ញាមិញណាចុចលើនេះមកនេះចុចអានេះមកអញ្ចឹងយើងចេញពាក្យមត្តេយ្យខ្ពស់បើលោកគ្រូអ្នកគ្រូអត់បាន copy ពីមិញទេការវាយរបស់យើងអាចនឹងខុស font ឬមួយក៏ខុសផ្នែកណាមួយដែលយើងមើលអត់ឃើញណាអញ្ចឹងសិស្សរបស់លោកគ្រូអ្នកគ្រូក៏មិនអាចនាំចូលបានដែរបាទអញ្ចឹងអានឹងគឺចំណុចសំខាន់ហើយសាលានេះលោកគ្រូអ្នកគ្រូអាចដាក់សិស្សថ្មីបណ្ដោយទៅបាទគ្រប់សិស្សគឺយើងអាចដាក់សិស្សថ្មីចឹងទៅបាទបន្ទាប់មកជំហានបន្ទាប់គឺលោកគ្រូអ្នកគ្រូអាចបញ្ចូលសិស្សបន្តចឹងទៅតែនេះយើងសាកល្បងតាមមួយឈ្មោះសិនបាទបើសិនតែយើងអាចនាំមួយឈ្មោះនឹងចូលគឺយើងនាំសិស្ស4 10 20ឬ40នាក់អីទៀតក៏ចូលដែរបាទអញ្ចឹងខ្ញុំឲ្យលោកគ្រូអ្នកគ្រូចាប់អារម្មណ៍កន្លែងមួយគឺកន្លែងថ្ងៃខែឆ្នាំកំណើតដល់ពេលដែលលោកគ្រូអ្នកគ្រូបញ្ចូលថ្ងៃខែឆ្នាំកំណើតបែបនេះគឺប្រព័ន្ធយើងអត់ទទួលទេបាទខ្ញុំឧទាហរណ៍ខ្ញុំបានរៀបចំ Google Sheet មួយឲ្យលោកគ្រូអ្នកគ្រូនេះគាត់អាចវាយតម្រងអញ្ចឹងមកឬក៏បែបនេះក៏បានដែរប៉ុន្តែពេលដែលខ្ញុំcopy ថ្ងៃខែឆ្នាំកំណើតហ្នឹងតោះឲ្យខ្ញុំទៅបាទកន្លែង1 2 3នេះហើយយើងមើលពាក្យ custom date and time ហើយយើងរើសពាក្យនេះរកតម្រងថ្ងៃខែឆ្នាំនេះដែលមានជាថ្ងៃភាសាអង់គ្លេស Monday ដល់ Sunday ហ្នឹងមានថ្ងៃទីមានខែភាសាអង់គ្លេសហើយនិងឆ្នាំអញ្ចឹងគ្រូចុច select ហ្នឹងមកហើយ apply វាមកនេះឲ្យវាចេញជាតម្រងអក្សរបែបនេះទើបអាច
នាំសិស្សចូលទៅបានជោគជ័យអញ្ចឹងណាឥឡូវនៅក្នុងនេះគឺវាឆ្នាំ2019ប៉ុន្តែប្រព័ន្ធរបស់យើងខ្ញុំរៀបដាក់ថ្ងៃទី17ខែ9ឆ្នាំ2020ឥឡូវខ្ញុំ copy ពីអាហ្នឹងមកវិញខ្ញុំយកទៅដាក់ Google Sheet សាខ្ញុំ Ctrl V នេះវាចេញអញ្ចឹងយើងអាច select លើនោះមកចុច1 2 3 4 1 2 3នេះហើយ custom date and time ហើយរើសអាមិញដែលខ្ញុំប្រាប់ហ្នឹងហើយ apply នេះវាដូរទៅអញ្ចឹងណាលោកគ្រូតោះនេះចេញជាអក្សរអញ្ចឹងតម្រងអញ្ចឹងបានជោគជ័យអញ្ចឹងលោកគ្រូ copy អាហ្នឹងមកយកទៅដាក់ក្នុង file របស់យើង Control V បាទចុចលើហ្នឹងឬក៏ mouse ស្ដាំចុច paste មកចេញប៉ុណ្ណឹងបានអាចនាំសិស្សហ្នឹងចូលក្នុងថ្នាក់បានបើខុសថ្ងៃខែហ្នឹងហើយថ្នាក់នេះគឺចូលបានហើយផ្នែកនេះយើងត្រូវតែមានបាទហ្នឹងគឺកន្លែងសំខាន់បាទតែខាងនេះគឺយើងអាចដាក់ឈ្មោះខអីបានយើងអាច edit បានពេលក្រោយតែប៉ុណ្្នឹងទេលោកគ្រូចុចControl S មក save file យើងបាទហើយយើងអាចនាំសិស្សចូលបានហើយយើងចូលប្រព័ន្ធរបស់យើងមកយើងដូរកន្លែងកំណត់ប្រព័ន្ធទៅជារដ្ឋបាលចូលកន្លែងសិស្សទៅពាក្យនាំចូលសិស្សហ្នឹងតែមកលោកគ្រូចុច file អញ្ចឹងយើងទៅរក folder ដែលយើងបានបន្ទុក file មិញហ្នឹងណាតមក complete ដូរ custom file នេះទៅជា all file ហើយរើស file ដែលយើងបានរៀបចំមិញចុចលើហ្នឹង open រូបផ្ទាំងអញ្ចឹងយើងចុចរក្សាទុកតមកយើងអាចនាំសិស្សចូលហើយនេះបាទគឺចូលថ្នាក់បែបមត្តេយ្យខ្ពស់ហើយពេលចូលហ្នឹងគឺគ្រាន់តែព្រៀងទេបាទលោកគ្រូហើយវាប្រាប់ថាតិន័យត្រឹមត្រូវចំនួន1ហើយគាត់តែព្រៀងទេមានអ្នកសិស្សហ្នឹងមិនទាន់បានចូលថ្នាក់យើងផ្លុកម្ដងចូលថ្នាក់យើងបដ ாய் ទេបាទអញ្ចឹងលោកគ្រូត្រូវការចុចប្រអប់នេះសិនបាទចុចប្រអប់ហ្នឹងហើយនេះយកពាក្យនាំចូលតិន័យថ្មីចុចអញ្ចឹងបានអាចចូលទៅក្នុងថ្នាក់រៀនបាទហើយវាលោតសិស្សម្នាក់ត្រូវបាននាំចូលចុចអូខេមកនេះអញ្ចឹងសិស្សរបស់យើងឈ្មោះតាសាសាអញ្ចឹងលោកគ្រូអាចទៅពិនិត្យបញ្ជីរបស់យើងហើយមត្តេយ្យកម្រិតខ្ពស់បាទនេះសិស្សតាសាសាអញ្ចឹងចូលហើយអញ្ចឹងឈ្មោះដែលខ្ញុំដាក់នេះគឺសុទ្ធតែឈ្មោះបាទមិនទាន់ត្រឹមត្រូវទេអញ្ចឹងយើងអាច edit អាចឲ្យគ្រូបន្ទុកថ្នាក់ edit ដោយសារនេះស្ថិតនៅក្នុងការសាកល្បងរបស់ខ្ញុំបាទអញ្ចឹងការបង្ហាញរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេជម្រាបលាលោកគ្រូ